បាទពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃទី10ខែមករា2021លោកគ្រូផាឡានៅតែបន្តចុះចែកម្សៅទៅដល់គោដល់ទីរក់អាយុបាទ2ខួបចុះក្រោមបាទនេះតែ2ឆ្នាំចុះក្រោមហ្នឹងណាអ្នកដែលគាត់មានកូនតូចហ្នឹងគឺញ៉ាំបាយញ៉ាំអីមិនទាន់បានទេអ្នកខ្លះអញ្ចឹងគឺត្រូវដែរបាទជំនួសដោយម្សៅទៅដល់គោអញ្ចឹងលោកគ្រូផាឡាលោកតែងតែគិតគូរដល់ចំណុចហ្នឹងបាទហើយសូមបញ្ជាក់ផងដែរទៅដល់បងប្អូនណានេះគឺបងប្អូនជនភៀសសឹកដែលគាត់ជំនះមកពីបងប្អូនពីទីបាទអស់ខែអំលើកមួយលេខមួយបានលេខទីมันបានទេនោះទៅដល់ច្រើនណាស់ក្មេងធំបាទនៅខាងទីបញ្ជ័យបាទភាគច្រើនចលះមកពីភូមិព្រៃច័ន្ទភូមិជោគជ័យនិងអូបីជាន់ចែកម្សៅទៅដល់គោហើយមុនហ្នឹងក៏បានចែកនេះដល់គោកដាស់ឲ្យពួកគាត់អត់ទេសាក់មកឲ្យលោកវាខ្លាយសាក់វាណាទៅមើលគឺទូតាប់ឃើញរូបគាត់រហូតយកតាណាចៃណាខាងឡើងទៅវត្តចន្ទទីបាទនឹងវត្តនៅណានេះវត្តទីណាវត្តចន្ទហើយនៅលើផ្លូវនឹងនេះទេអត់យកសម្រាប់បេប៊ីទូចម្សៅទៅដាក់គោព្រោះដឹងខ្ញុំមានកូនទូចច្រើនណោះអញ្ចឹងហើយគិតថាបើកន្លែងតំបន់ភាសឹកបើអត់ម្សៅដាក់គោវ៉ាណាកុំចាំមកកុំចាំមកថាខ្ញុំអត់ប៉ាសពតគាត់ទៀតឥឡូវជប់តល់ឥឡូវតល់ហើយបាទពុកម៉ែបងប្អូននេះផ្លូវពីប៉ោយប៉ែតបាទទៅខាងស្រីសុភ័ណ្ឌវិញណានេះបងប្អូនជនភៀសសឹកនៅតែបន្តចេញពីតំបន់ដែលកំពុងតែក្តៅខ្លាំងបាទនេះដូចជានៅខាងព្រៃច័ន្ទបាទអីគេជោគជ័យភូមិជោគជ័យហ្នឹងហើយគឺបងប្អូននៅខាងនោះគឺអ្នកខ្លះមិនទាន់បានចូលស្រុកភូមិចូលផ្ទះសម្បែងនៅឡើយទេបាទដោយសារតែខាងយោធាសៀមហ្នឹងវាកំពុង